សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានម៉ូតូមួយគ្រឿងទៀតហើយម៉ូតូមួយគ្រឿងនេះហើយប្រៀបបានដូចជាលុចស៊ីចំនួនដើមអញ្ចឹងមិនថាឪពុករបស់បងប្អូននោះទេសូម្បីតែឪពុករបស់ខ្ញុំក៏គាត់ពងចង់ជិះម៉ូតូនេះផងដែរអញ្ចឹងតោះបើសិនជាចង់ឃើញដៃជើងច្បាស់សូមចូលទៅក្នុងវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូមួយគ្រឿងនេះមានឈ្មោះថា Honda Bentley CD9 ហើយផលិតនៅក្នុងឆ្នាំ98ម៉ូតូអា CD9 នេះដែលឆ្នាំផលិតរបស់វាគឺឆ្នាំ98គឺកម្ររកឃើញស្អាតបែបនេះខ្លាំងណាស់បែបផែនបែបនេះមើលទៅវាស្ទើរតែដូចថ្មីកាលពីចំនួនដែលវាដាក់លក់អញ្ចឹងហើយម៉ូតូ CD9 នេះគឺប្រើបេនសាំងហើយប្រភេទម៉ូតូប្រើបេនសាំងបងប្អូនដឹងហើយថាគឺងាយស្រួលជួសជុលមិនរើសជាងទេហើយមួយវិញទៀតនោះគឺប្រភេទម៉ាស៊ីនរបស់ CD9 នេះក៏ធន់ផងដែរម៉ូតូ CD9 នេះប្រហែលជាបងប្អូនដែលគេហៅថា Gen Z គឺបងប្អូនវ័យក្មេងៗដែលកើតមុនឆ្នាំ2000ប្រហែលជាពួកគាត់មិនស្គាល់ម៉ូតូនេះទេក៏ប៉ុន្តែប្រភេទម៉ូតូ CD9 នេះគឺវាល្បីខ្លាំងណាស់ក្នុងទសវត្សរ៍ឆ្នាំ90ជាងហើយការឆ្នាំ90ជាងមិនថាបងប្អូនទេសូម្បីតែឪពុកម្ដាយរបស់ខ្ញុំក៏គាត់ចង់ជិះម៉ូតូនេះខ្លាំងណាស់ឲ្យតែអ្នកដែលមានម៉ូតូនេះមួយគ្រឿងហើយជិះដប់ប្រពន្ធទៅលេងមាត់ទន្លេមកជុំពេលល្ងាចគឺចាប់ទុកជាអ្នកមានធូរធារហើយព្រោះថាឆ្នាំ90ជាងហ្នឹងរកតែអ្នកមានកង់ជិះស្រួលបួលមិនមានផងអញ្ចឹងចាស់ចំនួនមុនម៉ូតូប្រភេទនេះហើយគឺជាម៉ូតូក្នុងក្តីស្រមៃរបស់ពួកគាត់ហើយសួរថាម៉ូតូនេះវាងាយស្រួលជិះដែរទេដំបូងខ្ញុំគិតថាម៉ូតូ CD នេះប្រហែលជាពិបាកជិះហើយតែពេលដែលខ្ញុំសារអង្គុយជិះខ្ញុំមានអារម្មណ៍ដឹងថាម៉ូតូនេះគឺស្រួលជិះមែនតែនសាច់ពូករបស់ម៉ូតូនេះក៏ក្រាស់ហើយទម្ងន់ម៉ូតូនេះក៏វាស្រាលគឺវាងាយស្រួលកាច់កង់ចូលទៅក្នុងផ្លូវលំនៅស្រុកខ្មែរយើងណាស់ហើយនិយាយពីរាងម៉ូតូនេះវិញមើលទៅគឺ classic តែម្ដងបែបចាស់ទុំចំនួនដើមតែម្ដងហើយការពីមុនឲ្យតែគេចង់ថតបទចម្រៀងរំលឹកអនុស្សាវរីយ៍ចាស់ភាគច្រើនផលិតកម្មទាំងអស់គេចង់បានប្រភេទម៉ូតូ CD9 នេះយកទៅថតខ្លាំងណាស់ហើយបើសិនជាយើងប្រៀបធៀបម៉ូតូ CD9 នេះជាមួយនឹងម៉ូតូស៊េរីថ្មីឆ្នាំ2025 2026ឥឡូវនេះបើសិនជាខ្ញុំវិញខ្ញុំនៅតែរើសយក CD9 នេះទី1នោះគឺបើសិនជាយើងមានលុយហើយយើងចង់ទិញម៉ូតូស្អាតម៉ូតូស៊េរីឆ្នាំ2025 26បងប្អូនអាចទិញបានពី300គ្រឿងឲ្យតែមានលុយដឹងតែទិញបានហើយតែម៉ូតូមួយគ្រឿងនេះវិញសាច់ឈាមប៉ុណ្ណឹងដែលវានៅសំណុំមកពីជប៉ុនប៉ុណ្ណឹងបើទោះបីជាបងប្អូនមានលុយហើយចង់ទិញ4 10 20គ្រឿងទៅស្រុកខ្មែរក៏មិនអាចទិញបានទេត្រង់ចំណុចនេះបើសិនជាយើងប្រៀបធៀបទៅដូចជាឪពុកម្ដាយរបស់យើងអញ្ចឹងឪពុកម្ដាយរបស់យើងគឺមានតែម្នាក់នោះទេតែបើសិនជាយើងប្រៀបធៀបជាមួយនឹងមិត្តស្រីឬក៏សង្សាររបស់យើងវិញបើសិនជាយើងចង់រក10 20នាក់គឺមានឲ្យតែយើងមានលុយច្រើនបន្តិចដឹងតែរកបានហើយតែម្ដាយឪពុករបស់បងប្អូនវិញគឺយើងមិនអាចជប់មកបានទេទោះបីយើងមានលុយច្រើនក៏មិនអាចផលិតចេញឪពុកម្ដាយបានច្រើនអ្នកផងដែរបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាពេញចិត្តចាប់អារម្មណ៍ប្រភេទម៉ូតូ CD9 នេះអាចតាក់ទងយើងខ្ញុំតាមប្រអប់ផ្សារឬក៏ចូលទៅមើលរូបសន្លឹកនៅក្នុង website របស់យើងខ្ញុំអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត